បងប្អូនណែមើលគល់កញ្ចក់គាត់មកខាងហើយលេងគល់ប៉ិនណាណៃហ្មងសេរីគល់តិចក្រាញ់ស្បែកស្វិតបងប្អូនអើយតើតាមានជំនាញបានយកអស់ណាបងប្អូនឥឡូវនេះលោកពូគាត់មកធ្វើតិចក្រាញ់អស់$4បានចាប់អង្វាន់បងប្អូនសម្រាប់ការចាប់អង្វាន់យើងចាប់តតដាច់ខែដាច់ឆ្នាំបានយើងឈប់ចាប់បងប្អូនម៉ាក់បេឡាដាក់អង្វាន់នេះគឺជាកាដូឲ្យបងជាទីស្រឡាញ់ទាំងអស់គ្នាដែលគាត់មកបានកាដូពីម៉ាក់បេឡាអញ្ចឹងណាក្នុងអង្វាន់នោះមាន10%មាន20មាន30មាន40មាន50មាន60មានអង្វាន់ free នៅក្នុងនឹងបងប្អូនធ្វើអស់ហ្មងក៏ដោយឲ្យតែចាប់អង្វាន់ចំអង្វាន់ free គឺដឹងតែ free ហើយមួយទៀតមាន spa មានប្រេងមានកត្រៃមានដៃឆ្កឹះមានកវ៉ាត់ជីអីចឹងទៅចង់បងប្អូនចង់មកលេងចាប់អង្វាន់ឯងអាចមកបានឥឡូវយើងងាកមកមើលការកាត់តិចក្រាញ់របស់គាត់នេះវិញបងប្អូនអើយស្បែកគាត់នេះស្វិតខ្លាំងមែនតើហ្មងស្បែកគាត់នេះស្វិតក៏ស្វិតណែនក៏ណែនបងប្អូនអើយគ្រាន់តែមើលស្ថានភាពជើងគាត់គឺដឹងហើយឃើញជាងឆ្កឹះបានម្ដុំមិញហ្នឹងកុំគិតថាអស់អត់តាន់អស់ទេបងប្អូនស្បែករបស់គាត់នេះក្រាស់ហើយរឹងក្រាស់រឹងស្វិតណែនឆ្កឹះអត់ចង់ចាញ់ទេហើយគាត់ធ្លាប់ទៅកាត់តិចក្រាញ់នៅកន្លែងផ្សេងច្រើនហាងហើយគាត់មកហាងម៉ាក់បេឡាគាត់ថាចង់អស់សង្ឃឹមនិយាយមែនណាប៉ុន្តែឃើញម៉ាក់បេឡាផុសតាម TikTok Facebook ឃើញមានជំនាញព្រោះគាត់ធ្លាប់ចូលអស់ហើយហាងប្រេនហាងធម្មតាហាងធំហាងតូចអីហ្នឹងហើយគាត់មកសាកទឹកដៃស្នាដៃនៅក្នុងហាងម៉ាក់បេឡាម្ដងមើលតែបងប្អូនអាចមើលជាក់ស្ដែងបានបងប្អូនអើយនិយាយពីថាស្បែកនេះស្វិតញាក់សាច់ខ្លាំងមែនតើហ្មងនេះអូយអត់ចង់មកទេបងប្អូនហើយមើលស្បែកម៉ងគ្រាន់តែជើងគាត់មកខាងហ្នឹងស្បែកឡងណែនក្រាស់ខ្មុកហ្មងអញ្ចឹងបានថាការកាត់តិចក្រាញ់នេះបងប្អូនមិនលេងសើចទេតែធ្វើមិនស្រួលហ្នឹងយកមិនអស់ហ្នឹងហើមស្ទល់លើដើមអញ្ចឹងកន្លែងហ្នឹងគួរតែប្រយ័ត្នប្រយែងទាំងអស់គ្នាបងប្អូនអើយព្រោះអត្រាអ្នកកើតតិចក្រាញ់នេះគឺច្រើនខ្លាំងមែនតើអាចនិយាយបានថាអ្នកដែលមានជំនាញខាងតិចក្រាញ់មិនសូវជាច្រើនប្រហែលទេចេះតែកាត់សាច់លើច្បិចសាច់តិចលុំហ្នឹងមានច្រើនភាគច្រើនគាត់មិនសូវរៀនផ្នែកតិចក្រាញ់មិនសូវស្វែងយល់ដោយសារតែមិនសូវជាបានថ្លៃប្រហែលអញ្ចឹងណាតែបើសម្រាប់ម៉ាក់បេឡាផ្នែកកំណត់របស់ម៉ាក់បេឡាអត់គិតអញ្ចឹងទេសេវាកម្មអីក៏ដោយបើយើងចេះពិតប្រាកដណាថ្លៃថោកគឺលេងសំខាន់ហើយអ្វីដែលសំខាន់ធ្វើឲ្យគាត់ស្អាតស្រឡះល្អ clean ឲ្យតែយើងមានជំនាញពិតប្រាកដគាត់អត់ខ្លាចនៅក្នុងការចាយលុយនៅក្នុងការធ្វើសេវាកម្មនៅក្នុងហាងយើងទេសម្រាប់នៅក្នុងហាងម៉ាក់បេឡាកាត់តិចក្រាញ់គឺតម្លៃសមរម្យហើយភ្ញៀវក៏អាចនិយាយបានថាគួរសមមិនតិចក៏មិនច្រើនពេកដែរព្រោះមកច្រើនពេកក៏ម៉ាក់បេឡាទទួលអត់ទាន់ទេរាល់ថ្ងៃមានតែហាង2ទេបងប្អូនអត់មានសាខាអីនៅណានៅណីទេហាង2នឹងនៅជិតគ្នាទេបងប្អូនចានៅស្ទឹងមានជ័យថ្មីនឹងដែរបងប្អូនមកច្រើនពេកម៉ាក់បេឡាទទួលក៏មិនទាន់ដែរបងប្អូនជួរាល់ថ្ងៃភ្ញៀវយើងគឺអាចនិយាយបានថាកាន់ឆ្នាំ10000ឆ្នាំវាច្រើនស្រាប់ហើយព្រោះយើងបើកយូរហើយអញ្ចឹងណាបងប្អូនអញ្ចឹងបានថាបងប្អូនឲ្យតែយើងមានចំណេះជំនាញពិតប្រាកដចាមិនខ្វះភ្ញៀវរត់មករកយើងទេជើងលពូអញ្ចឹងបងប្អូនអើយឃើញអត់នៅក្នុងវីដេអូនេះណាកោះឡើងបាន4-5 ដុំហ្មងគល់កញ្ចក់គាត់ចេញមកគឺមួយដុំគឺធំប៉ុណ្ណាណៃហ្មងហើយបើសម្រាប់ជើងរបស់គាត់នេះប្រវត្តិមិនធម្មតាទេបងប្អូនចាគាត់ឆ្កោះលើកណាក៏ហើមដែរបងប្អូនមើលកញ្ចក់ជើងគាត់ខូចឡើងចង់ខ្ទេចខ្ទីអស់ហើយឆ្កោះហើមឆ្កោះឈឺតែគាត់នៅតែឆ្កោះគេហៅថាឆ្កោះហើយឈឺហើយតែគាត់រៀងណាព្រោះមូលហេតុដែលគាត់អត់រៀងមូលហេតុគាត់នៅតែឆ្កឹះទៀតដោយសារតែជើងគាត់ឆ្កឹះហើយឈឺឆ្កឹះហើយហើមអញ្ចឹងទៅស្រក់ទៅពេលស្រក់គឺនៅតែឈឺទៀតរបៀបថាមានសាច់មានកញ្ចក់អីនៅក្នុងនឹងមានស្បែកនៅក្នុងនឹងទៅធ្វើឲ្យគាត់ពិបាកទ្រាំខ្លាំងមែនតើបានគាត់សម្រេចចិត្តមកក្នុងហាងម៉ាក់បេឡាអាចនិយាយបានថាតតែជំរឿចុងក្រោយគាត់ឃើញតាមរយៈវីដេអូ TikTok Facebook page របស់ម៉ាក់បេឡាផុសឃើញការធ្វើការឆ្កឹះនៅក្នុងហាងម៉ាក់បេឡាមានជំនាញអញ្ចឹងទៅក៏គាត់មកសាកជាលើកទី1ហើយពេលដែលគាត់ឆ្កឹះហើយបងប្អូនគាត់ថាអូយសប្បាយចិត្តខ្លាំងមែនតើដែលគាត់រកជាងត្រូវឆ្កឹះឲ្យគាត់នឹងអត់ឈាមខ្លាំងហើយធូរស្រឡះថារកជាងដែលឆ្កឹះបែបហ្នឹង20ឆ្នាំ30ឆ្នាំហើយ
អត់ដែរជួពីគាត់ទៅសារយើងហើយទៅសារយើងទៀតថាអូនក្មេងប៉ុន្តែអូនបកែពាក្យហ្នឹងគឺខ្ញុំលឺរាល់ថ្ងៃហ្មងព្រោះភ្ញៀវខ្ញុំច្រើនអ្វីដែលខ្ញុំរំភើបជាងគេគឺគាត់និយាយថាពេលដែលគាត់ទៅផ្ទះវិញគាត់នឹងប្រាប់មិត្តភ័ក្តិគាត់ប្រាប់បងប្អូនអ៊ំពូមីងគាត់ថាពេលដែលមានបញ្ហាមករកហាងម៉ាក់បេឡាបាននេះហើយបងប្អូនជារៀងរាល់ថ្ងៃជារៀងរាល់ខែជារៀងរាល់ឆ្នាំភ្ញៀវនៅក្នុងហាងម៉ាក់បេឡាកាន់តែច្រើនទៅដោយសារតែបងដែលគាត់មកធ្វើហើយគាត់ជួយផ្សព្វផ្សាយបន្ថែមអរគុណសម្រាប់ការស្រឡាញ់និងទុកចិត្តនៅក្នុង